Facebook អត់ផុតសោះរឿងងាវហាលីហាអីហ្នឹងដូចខ្ញុំនេះវិញឲ្យតែពេលយប់ដឹងតែនឹកឃើញឃ្លានហើយអស់មកចំឃើញតែពេលយប់នឹងទៀនថ្ងៃណាហាបងប្អូនមានតែអាំងនៅក្នុង Air Fryer នេះបងប្អូនឲ្យស្រួលធ្វើបំផុតរយៈពេលត6នាទីទេបានសាច់ងាវឡើងកំពុងបឹបងាវអាំងរបស់ខ្ញុំនេះអត់ធ្វើជ្រលក់ជាមួយតឹងប៉ទុំឯងបងប្អូនព្រោះថាវាជូរខាស់ពេកអត់សូវឆ្ងាញ់ទេខ្ញុំធ្វើជាមួយនឹងទឹកត្រីកោះកុងបងប្អូនកោះរបស់ខ្ញុំគឺរសជាតិដិតឆ្ងាញ់មែនតើហើយហឹរមកល្មមជាមួយនឹងភ្លាហើយ oyster វិញគឺកាន់តែអែមព្រោះថាទឹកត្រីរបស់ខ្ញុំធ្វើពីក្រូចឆ្មាសុតមកហ្មងអត់លាយជាមួយនឹងទឹកអីទេយកទៅឆាយកទៅចំហុយមីសួរទៀតគឺកាន់តែមានរសជាតិរឹតតែឆ្ងាញ់ហើយបើសិនជាទឹកកាពិវិញក៏ធ្វើឲ្យម្ហូបច្រើនយ៉ាងដែរបងប្អូនមិនត្រឹមតែនំបញ្ចុកស្រស់អីហ្នឹងទេសាច់អាំងទឹកកាពិទៀតគឺកាន់តែអែមគ្រឿងទេសនៅខាងក្រៅមានតែម្ទេសហើយនឹងខ្ទឹមសរួចជំរាបបងប្អូនគាត់ទិញទៅមិនក៏មាន10ជ្រុងហើយជាមួយនឹង10មូលសម្រាប់ចំណោះនៅប៉ាក់ម៉ានវិញគឺថាប្រហែលគ្នាទេតែមួយ10ចាស់ហើយនឹង10ថ្មីហើយមើលតែសាច់ទឹកត្រីរបស់ខ្ញុំគឺនឹកឃើញទៅដល់ oyster ហើយនឹងរបស់ឆៅបំផុតហើយបើបានជ្រលក់ជាមួយនឹង salmon ទៀតគឺអែមមែនតើបងប្អូនហើយបើទឹកកាពិនេះទៅគឺក្រឹតតែមានរសជាតិឆ្ងាញ់ឈ្ងុយកាពិខ្មែរហើយនឹងស្ករពាងរបស់ខ្មែរយើងទាំងអស់នៅចាំការទៀតមកធ្វើជាមួយនឹងងាវហានៅក្នុង air fryer ជាមួយខ្ញុំណាសម្រាប់ងាវវិញគឺខ្ញុំធ្វើការដុសលាងវាស្អាតបែបនេះម្ទេសវិញគឺខ្ញុំប្រើទៅចំនួន3គ្រាប់ទេដោយសារតែខ្ញុំប្រើជាមួយនឹងម្ទេសហើយចំនួនពាក់កណ្ដាលសភាបាយដែរប្រើអំបិលម្សៅស៊ុបគ្រាប់បែបនេះចំនួនមួយសភាបាយខ្ញុំប្រើជាមួយនឹងអំបិលយើងធម្មតាប្រហែលជា7ចុងមួយសភាបាយហើយនឹងស្ករស2សភាបាយហើយប៊ីចេងខ្ញុំប្រើប្រហែលជា7កន្លះសភាបាយបែបនេះបុកអំបិលទាំងអស់ហ្នឹងឲ្យឡើងសព្វចូលគ្នាចឹងមកអូខ្ញុំនិយាយមែនខ្ញុំគ្រាន់តែបុកអំបិលហ្នឹងស្រក់ទឹកមាត់ច្រោបបាត់ហើយហ្នឹងនឹកឃើញដល់ស្វាយខ្ចីហើយបើឆ្ងាញ់បំផុតអំបិលដូចខ្ញុំនេះបើសិនជាធ្វើតាមខ្ញុំហើយជ្រលក់ជាមួយនឹងខ្ពីងរីកទៅគឺអែមហ៎ហើយចាប់ផ្ដើមស្រោចនៅពីលើងាវហ្នឹងមកសម្រាប់អំបិលដែលបានបុកហើយមុនហ្នឹងណាកូរច្បល់វាកូរឲ្យឡើងសព្វបែបនេះបើសិនជាមានស្រោមដៃទៅប្រើជាថង់ដូចខ្ញុំអញ្ចឹងទៅក៏បានដែរជីវាកុំឲ្យវាកាហាយដៃរយៈពេលដែលខ្ញុំអានគឺត6នាទីដោយសារតែខ្ញុំយកឆ្អិនប្រហែលជាខ្ទង់80%ដែរខ្ញុំអត់ទៅចេះញ៉ាំអានៅឈាមទេហើយមួយទៀតខ្ញុំដាក់ដល់6នាទីដោយសារតងាវរបស់ខ្ញុំនេះវារាងធំដែរបើសិនជាទូចបងប្អូនដាក់តែ4នាទីឬមួយក៏5នាទីទៅបានហើយខ្ញុំនិយាយដល់ត្រង់ហ្មងគឺជ្រលក់ជាមួយទឹកត្រីគឺត្រូវគ្នាណាស់អូឆ្ងាញ់ឡើងជក់មាត់ជីបហើយបើសាច់ងាវវាឡើងកំពុងបុកហើយឡើងច្រប់